បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងទៅនឹងការ download វីដេអូក៏ដូចជា MP3 ដាក់លើទូរស័ព្ទដៃយើងបងប្អូនណាបាទពីមុនគឺយើងចូលក្នុង YouTube អញ្ចឹងគឺយើងចុច save នេះបងប្អូនណាបាទហើយបន្ទាប់មកមួយទៀតបងប្អូនចុច download នៅក្នុង YouTube នេះដូចខ្ញុំបានបង្ហាញត្រួសអញ្ចឹងបងប្អូនណាបាទនឹងហើយយើងធ្វើតាមរបៀបនេះក៏បានដែរគាត់ថាវាពិបាកចាស់បងប្អូនណាហ្នឹងហើយពេលខ្លះវាទៅតំបន់ខ្លះក៏សោយអ៊ីនធឺណិតដាក់អ៊ីនធឺណិតអញ្ចឹងទៅក៏វា error បាទចាក់ឡើងកើតលីឡើងកើតអញ្ចឹងណាបងប្អូនណាបាទហើយខ្ញុំមានកម្មវិធីមួយទៀតបងប្អូនចូលទៅក្នុងជ្រុំនេះមកបាទបងប្អូន download កម្មវិធីហ្នឹងទៅបាទហើយយើងវាយពាក្យថា Tumet បងប្អូនណាបាទកម្មវិធីនេះគឺយើង download MP3 ច្បាស់ MP3 វីដេអូច្បាស់វីដេអូអញ្ចឹងបងប្អូនណាបាទទោះទូរស័ព្ទបងប្អូនដាច់លុយដាច់អ៊ីនធឺណិតឬក៏បងប្អូនចង់បាញ់ Bluetooth បាទឬក៏ copy ពីទូរស័ព្ទមួយទៀតទៅទូរស័ព្ទមួយទៀតគឺវាបានដោយសេរីបងប្អូនណាបាទវាអត់ត្រូវការអ៊ីនធឺណិតឬអត់ត្រូវការអីទេបងប្អូនណាបាទអញ្ចឹងដូចមកបង្ហាញបងប្អូន download Tumet ហ្នឹងទៅបងប្អូនណាបាទហើយ Tumet នេះបងប្អូនដល់នៅក្នុងជ្រុំបងប្អូនណាបានយើង download បានចំរបស់វាស៊ីនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនចុច download នេះទៅបាទបងប្អូនធ្វើតាមខ្ញុំមកដំណាក់កាលបងប្អូនណាបាទនេះវាដើរក្រុម 100% លើបងប្អូនណាបាទតោះមកយើង tab ចុចលើវាទៅរងចាំបងប្អូនវា download ចុះបងប្អូន install វាតែម្ដងទៅបងប្អូនណាបាទឡើងចុចចឹងទៅបាទតោះមកបងប្អូន install បាទសុំទោសចូល setting សិនបងប្អូនចូល setting យើងចុចពាក្យនេះមកបាទយើងបើកនេះមកដើម្បីអនុញ្ញាតឲ្យវា install ចូលទូរស័ព្ទយើងបាទ install បាទរងចាំ upload បាទណាបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនចុចចេញមកបងប្អូនទៅមើលលើទូរស័ព្ទយើងបងប្អូនណាបាទលើទូរស័ព្ទយើងបាទនោះបងប្អូនណាបាទ Tumet បាទបងប្អូនចុចលើវាទៅបាទនេះវាគឺវាបញ្ជាក់ប្រាប់ version យើងបងប្អូនណាបាទទៅមកបងប្អូនចុច agree ឡើងនេះមកបងប្អូនណាបាទចុចតាមខ្ញុំបាទអូខេចុច allow បងប្អូនណាបាទចុចតាមខ្ញុំបាទហ្នឹងចុចតាមខ្ញុំចឹងមកបានយើងទៅ download បានបងប្អូនណាបាទបើយើងចុច close មកបាទទៅមកចុច accept alert ហ្នឹងទៅបាទយើងចុច allow បងប្អូន allow បាទចុចខាងលើហ្នឹងទៅបាទត្រង់នេះគឺវាប្រាប់ពីរបៀបប្រើប្រាស់បងប្អូនណាបងប្អូនចុចចឹងមកបាទវាប្រាប់យើងបាទអានេះបងប្អូនចូលជាទម្រង់ YouTube បងប្អូនណានេះគេណាចូលទម្រង់ YouTube បងប្អូនណាបាទយើងចុចកន្លែង Tumet ហ្នឹងបាទកន្លែងនេះគឺជាកន្លែង search បទចម្រៀងបងប្អូនណាបាទបងប្អូន search បទចម្រៀងអីដែលបងប្អូនពេញចិត្តបងប្អូន search បទចម្រៀងទៅបងប្អូនណាតោះមកយើងចុចសញ្ញាព្រួយទៅបាទតោះមកខ្ញុំដល់រកបទចម្រៀងមួយដែលខ្លីខ្ញុំធ្វើការឧទាហរណ៍ឲ្យបងប្អូនមើលបងប្អូនណាបាទយើងចុចអញ្ចឹងមកបងប្អូនពេញចិត្តបទហ្នឹងបងប្អូនចុចសញ្ញាព្រួយអាក្រហមចុះក្រោមហ្នឹងមកមានន័យថា download បងប្អូនណាបាទយើង download ចឹងណាបាទយើងចុច download ទៅបាទត្រង់នេះវាប្រាប់យើងបងប្អូនណាបាទយើងទៅចុចកន្លែងអីចឹងមួយទៅវាបើកឲ្យយើងហើយតោះមកបងប្អូនជ្រើសរើស MP3 ទំហំមួយណាបងប្អូនណាបាទនេះយើងជ្រើសរើសទំហំ MP3 សិនបងប្អូនណាបាទទំហំ MP3 128K បងប្អូនណាបាទយើងចុចរកទំហំហ្នឹងទៅបាទបងប្អូននេះ MP3 បាទ 128K ហ្នឹងបាទចាក់យើងពេលវា convert ហ្នឹងទៅវាស្ដាប់រស់ល្អអញ្ចឹងណាបាទតោះមកបងប្អូនចុចជ្រើសរើសទំហំបងប្អូនចុច download តោះមកបងប្អូនគ្រីសអានោះមួយមកគ្រីសប្រអប់មួយមកតោះមកបងប្អូនចុច OK ណាបាទអូខេទៅតោះមកវាឲ្យយើង download នេះបងប្អូន MP3 ក៏ លេខ4អក្សរ A ហ្នឹងបងប្អូនមិនយកអានោះទេបងប្អូនយក MP3 នេះបងប្អូនណាបាទនេះជាងចាក់បរោះបាទនៅក្នុងស្រុកខ្មែរយើងគឺ MP3 ហ្នឹងហើយបងប្អូនណាបាទគ្រីសប្រអប់មួយយើងចុច MP3 ហ្នឹងទៅតោះមកបងប្អូនចុច install តោះមកវាទៅបើកទៅនៅលើ Play Store បងប្អូនណាដើម្បីទៅបើកកម្មវិធី convert បទចម្រៀង MP3 ហ្នឹងណាតោះមកបងប្អូនចុច install បាទបងប្អូនរងចាំវាដើរគ្រប់ 100% កន្លែងហ្នឹងទៅបាទហ្នឹងហើយបន្ទាប់មកបងប្អូនមកបើក Tumet យើងវិញមកបងប្អូនណាបាទបន្ទាប់ពីយើង download convert MP3 មិញហើយបាទ
ចឹងមកដល់កន្លែងនេះដែរបងប្អូនចង់បានបទចម្រៀងអីបងប្អូនវាយកន្លែង search នឹងមកទៅបងប្អូនណាបាទវាយកន្លែងនេះកន្លែង search បាទកន្លែង search ខាងលើនោះទៅបាទវាយកន្លែង search នេះទៅបាទហ្នឹងហើយវាយបទអីបទហ្នឹងទៅបងប្អូនណាបាទតែឥឡូវខ្ញុំដោនបទសម្ដេចឪបាទដោនលូតបទចម្រៀងនេះមួយបាទហ្នឹងហើយបាទពេញចិត្តបទហ្នឹងបងប្អូនចុច download នេះបងប្អូនណាសញ្ញាព្រុយនេះបាទបាទបន្ទាប់មកបងប្អូនកន្លែងយើងជ្រើសរើសមុនមិញវាជាប់អូតូបន្តិចមកឃើញទេ MP3 បងប្អូនណាបាទហ្នឹងហើយបន្ទាប់មកយើងចុច download នេះទៅបងប្អូនណាបាទបាទឃើញទេអូខេបាទអញ្ចឹងបទនេះគឺយើង download បានណាបងប្អូនណាបាទនេះឃើញទេបាទអញ្ចឹងបទនេះយើងចង់បាញ់ Bluetooth ឲ្យគ្នាក៏បានបងប្អូនណាបាទ down copy ដាក់នៅក្នុង memory ស្រាប់នៅក្នុង speaker ក៏បានបងប្អូនណាបាទវាល្អត្រង់ហ្នឹងបងប្អូនណាកម្មវិធី Tumet ហ្នឹងណាគឺវា convert ឲ្យយើង automatic បងប្អូនណាយើងចង់បាន MP3 ក៏បាន MP4 ក៏បានជា karaoke ក៏បានបងប្អូនណាបាទឥឡូវយើងចង់ទៅបើកមើល MP3 បងប្អូនទួនក៏វាមកឆ្វេងមកបាទឃើញបងប្អូនណានេះឃើញចម្រៀងឲ្យយើង download ណាបាទយើងចង់ចាក់ស្ដាប់ចេះក៏បានបងប្អូនណាហ្នឹងហើយយើងចង់បិទអ៊ីនធឺណិតបាទយើងទៅខេតអត់មានសេវាអត់មានអីយើងចង់ស្ដាប់មកស្រឡាញ់បងប្អូនណាអត់មានអាក់ល្អលេបងប្អូនណាបាទ100បទឬទាំង100បទមកឲ្យតែយើង download បានអញ្ចឹងណាបាទបាទលើមួយទៀតបងប្អូនចូលទៅ download វីដេអូវិញម្ដងបងប្អូនណាបាទមិញយើង download MP3 ឥឡូវខ្ញុំចង់បាន MP4 លក្ខណៈជាវីដេអូបាទអញ្ចឹងបងប្អូនចង់បានវីដេអូបទអីបងប្អូនសុយរកតាមនឹងទៅបងប្អូនណាបាទហ្នឹងហើយតោះមកខ្ញុំចុច download បាទ download ហ្នឹងទៅបងប្អូនអូសឡើងទៅលើវិញបងប្អូនណាទៅលើឡើងទៅលើបងប្អូនមែននេះឡើងទៅលើបងប្អូនចង់បានទំហំនេះបងប្អូនណានេះឃើញនេះ MP4 បងប្អូនណាបាទបងប្អូនយកទំហំកាន់តែធំចម្រៀងបងប្អូនវាកាន់តែច្បាស់កាន់តែមើលកាន់តែច្បាស់កាន់តែស៊ីទំហំធំបងប្អូនណាឥឡូវខ្ញុំចង់បានទំហំហ្នឹងក៏ខ្ញុំចុច download យកតែម្ដងទៅបងប្អូនណាបាទបាទហ្នឹងហើយឥឡូវខ្ញុំអូតទៅមើលនេះខាងក្រោមបងប្អូនហើយកន្លែងខ្ញុំគូសហ្នឹងនេះdownload បានបងប្អូនណាបាទឃើញទេ load មកបាទអញ្ចឹងខ្ញុំអូសមកឆ្វេងទៀតមកនោះឃើញទេបាន2បទបងប្អូនណាមាន MP3 មួយមាន karaoke មួយបងប្អូនណាបាទឃើញទេល្អប្រើបងប្អូនណាកម្មវិធីនេះណាបាទតែឥឡូវខ្ញុំអត់ចង់ឲ្យបងប្អូនប្រើនៅក្នុងទេខ្ញុំចង់ឲ្យបងប្អូនប្រើប្រដាប់ចាក់បទចម្រៀងមួយទៀតបងប្អូនណាហ្នឹងវាងាយស្រួលហ្មងអញ្ចឹងយើង download ចម្រៀងមកគឺវាលោតចូលនឹងអូតូបន្តិចមកបងប្អូនណាបាទអញ្ចឹងបងប្អូនចូលក្នុង Play Store បងប្អូនវាយ VLC គឺជាកម្មវិធីចាក់ចម្រៀងបងប្អូនណាបាទងាយស្រួលយើងចាក់អញ្ចឹងណាបាទ VLC មកយើង search ទៅមកបងប្អូន install កម្មវិធីហ្នឹងទៅបាទរងចាំឲ្យដល់គ្រប់ 100% បងប្អូនណាបាទបានហើយអញ្ចឹងបងប្អូនទៅបើកកម្មវិធី VLC ហ្នឹងទៅបាទនេះបងណានេះកម្មវិធីនេះបាទ down បានហើយបាទអញ្ចឹងបងប្អូនចុចលើវាទៅបាទបងប្អូនចុច next រហូតណាបាទចុច next រហូតបងប្អូនណាអាហ្នឹងចុច next រហូតដើម្បីទាញយកបទចម្រៀងមកដាក់បាទចុច allow បាទ next ទៀតបាទចុច next ទៀតបាទ next ទៀតអុកដាំបងប្អូនណាបាទតើមកវាពងទាញបទចម្រៀងបងប្អូនណាបាទបញ្ជាក់បងប្អូនដែរបើថាបងប្អូនចុចអាខាងឆ្វេងនោះគឺបទចម្រៀងអត់លោតមកទេបងប្អូនណានេះ karaoke បងប្អូនណាបាទខាងលើនោះគឺបទចម្រៀងនៅក្នុង memory គេទេបាទអានេះគឺកន្លែងគូសហ្នឹងគឺកន្លែងបទចម្រៀងដែលយើងទៅ download បានបងប្អូនណាបាទបងប្អូន next ទៅកន្លែងនេះដោយសារវាគេប្រាប់របៀបយើងប្រើដោយសារយើងទៅ download បានមកអញ្ចឹងយើង next រហូតទៅ next តែម្ដងយើងបើក karaoke ពីក្រោយទៀតវាលេងស្រួលហើយឃើញទេបងប្អូនណាងាយស្រួលឃើញទេបាទងាយស្រួលមែនទែនបងប្អូនណាបាទបងប្អូនចង់បិទអ៊ីនធឺណិតក៏បានចង់បិទ Wi-Fi ក៏បានអត់បញ្ហាបងប្អូនចង់សារចង់ខាលឿនចង់អីចង់ថយមុខថយក្រោយគឺទាន់ចិត្តបងប្អូនណាឃើញទេបាទហ្នឹងហើយឃើញទេវាល្អត្រង់អញ្ចឹងបងប្អូនណាធូបមែនបាទឃើញទេបងប្អូនស្រួលអញ្ចឹងបងប្អូនណាបាទបងប្អូនចេះកម្មវិធីនេះគឺល្អមែនបងប្អូនអ្នកដែលចូលចិត្តស្ដាប់ចម្រៀងឥឡូវយើងទៅចូលមើលចម្រៀងយើង MP3 ម្ដងបាទខាងនោះវីដេអូច្រោះទី2គឺ MP3 បងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនបើ download MP3 ប្រហែលវា load ខាង MP3 ប៉ុណ្ណឹងបងប្អូន download វីដេអូប្រហែលវាទៅ load ទៅកន្លែងវីដេអូផ្សេងគ្នាអញ្ចឹងណាវាអត់
នេះទេវាអត់ច្រឡំទេទេអញ្ចឹងបងប្អូនឃើញចង់ lock screen ចង់បិទទូរស័ព្ទចេះក្បាលវានៅតែដើរនៅតែអីចឹងណាបាទតាក់ទងនឹងបងប្អូនហាត់ប្រាណហាត់អីត្រូវហើយបងប្អូនណាបាទអញ្ចឹងអរគុណច្រើនបងប្អូនហ្នឹងហើយតាក់ទងនឹងវីដេអូនេះហើយបងប្អូនគិតថាសំខាន់បងប្អូនជួយ follow page មួយដើម្បីទទួលបានព័ត៌មានល្អៗនៅពេលខាងក្រោយទៀតបងប្អូនណាបាទអញ្ចឹងយើងក្រោយសូមអរគុណសូមជម្រាបលាបាទ